ស្ដីអ្នកទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះក្រុមសភៅសូមដកស្រង់យកខ្លឹមសារសំខាន់ដែលយើងបានដកស្រង់ពីសភៅសិល្បៈប្រើមនុស្ស2នាក់ឲ្យបានទទួលផលស្មើនឹងមនុស្ស7នាក់ហ្នឹងហើយអញ្ចឹងនៅក្នុងសភៅនេះគឺយើងឃើញមានចំណុចសំខាន់ជាច្រើនហើយក្នុងហ្នឹងក៏ពាក់ព័ន្ធនឹងជាមួយនឹងរឿងដែលយើងត្រូវការផ្លាស់ប្ដូរខ្លួនឯងអញ្ចឹងក៏វាជាចំណុចសំខាន់ដែលពេលនេះពីខ្លឹមសភៅយើងនឹងលើកជូនមកចែកចាយបងប្អូនទាំងអស់គ្នាដើម្បីឲ្យយើងបានជាចំណេះដឹងឬក៏ជាបទពិសោធន៍មួយចំនួនពាក់ព័ន្ធជាមួយនឹងការដែលយើងបានអនុវត្តនៅកន្លែងការងារហើយយើងចាប់ផ្ដើមអភិវឌ្ឍចាប់ផ្ដើមដឹងពីវិធីថាតើការដែលយើងផ្លាស់ប្ដូរខ្លួនឯងយើងត្រូវធ្វើអ្វីខ្លះហើយយើងមកដឹងទៀតថាតើវិធីទាំងអស់ហ្នឹងតើវាងាយស្រួលក្នុងការអនុវត្តឬក៏យ៉ាងណាបាទហើយអញ្ចឹងក្នុងសភៅនេះដែរអ្នកនិពន្ធយើងក៏បានលើកឡើងពី4ចំណុចដើម្បីធ្វើម៉េចឲ្យខ្លួនរបស់យើងផ្ទាល់ហ្នឹងគឺអាចនឹងផ្លាស់ប្ដូរពីការងារដែលយើងធ្វើជារៀងរាល់ថ្ងៃដែលមិនល្អពីទំនាក់ទំនងដែលយើងកំពុងតែតាក់ទងមិនល្អពីការចងសម្ព័ន្ធភាពជាមួយនឹងអ្នកដទៃដែលមិនល្អប្រែក្លាយទៅជារឿងដែលល្អរឿងដែលប្រសើរអញ្ចឹងនៅក្នុងហ្នឹងអ្នកនិពន្ធយើងក៏លើកចំណុចទី1ដែលគេលើកឡើងថាអ្នកអាចធ្វើរឿងមួយចំនួនឲ្យច្រើនជាងមុនអញ្ចឹងកន្លែងនេះយើងអាចកលេចទៅមើលក្នុងបរិយាកាសការងាររបស់យើងក៏ដូចជាបរិយាកាសជុំវិញខ្លួនយើងមើលថាតើយើងធ្វើរឿងអ្វីដែលវាខ្វះខាតធ្វើរឿងអ្វីដែលយើងគួរតែធ្វើវាឲ្យច្រើនជាងមុនឥឡូវឧទាហរណ៍ថាបើសិនជាយើងអត់សូវចេះញញឹមទេអត់សូវចេះញញឹមតាអ្នកដែលនៅក្បែរខ្លួនយើងទេហើយអត់សូវចេះញញឹមតាអ្នកដែលជាមិត្តរួមការងារយើងទេអញ្ចឹងយើងសាកធ្វើរឿងនឹងឲ្យវាច្រើនជាងមុនមើលឲ្យទៅពេលព្រឹកឡើងយើងដើរទៅយើងញញឹមមើលសួរថានៅពេលដែលយើងចាប់ផ្ដើមធ្វើរឿងនឹងច្រើនជាងមុនតើវាមានរឿងអីដែលភ្ញាក់ផ្អើលដែលយើងបានឃើញនៅកន្លែងការងាររបស់យើងដែលយើងបានឃើញនៅកន្លែងផ្ទះរបស់យើងដែលយើងបានឃើញនៅជុំវិញមកខ្លួនយើងមើលកន្លែងនេះមិនស្រួលនៅពេលដែលយើងធ្វើអារឿងការញញឹមឲ្យកាន់តែច្រើនហ្នឹងវាទៅជាមានទំនាក់ទំនងល្អជាមួយអ្នកទាំងអស់នោះទៀតណាអញ្ចឹងសូមកលេចមើលឲ្យមែនទែនមិនមែនតែរឿងញញឹមមួយទេរឿងការងារក៏ដោយរឿងទំនាក់ទំនងអីក៏ដោយអញ្ចឹងយើងអាចធ្វើវាឲ្យច្រើនជាងមុនទៅរឿងទី2យើងធ្វើរឿងមួយចំនួនហ្នឹងឲ្យតិចជាងមុនអញ្ចឹងអ្នកនិពន្ធគាត់បានរំលេចពាក្យថាចង់ឲ្យមានបុគ្គលិកដែលទទួលបានអារម្មណ៍ល្អជារៀងរាល់ថ្ងៃបាទអញ្ចឹងក្នុងនាមជា manager ក្នុងនាមជាអ្នកគ្រប់គ្រងអញ្ចឹងគឺគាត់ត្រូវធ្វើរឿងមួយចំនួនហ្នឹងឲ្យតិចជាងមុនឧទាហរណ៍ដូចការងារយើងជាក់ស្ដែងអញ្ចឹងនៅក្នុងការិយាល័យការងារមួយយើងមិនមែនអង្គុយធ្វើការតែឯងទេគឺយើងមានមនុស្សជាច្រើនប្រភេទអញ្ចឹងគឺយើងត្រូវសួរខ្លួនឯងនៅពេលដែលយើងចូលទៅធ្វើការយើងត្រូវសួរខ្លួនឯងថាព្រឹកនេះយើងនឹងធ្វើរឿងអីឲ្យតិចជាងមុនឥឡូវឧទាហរណ៍ដូចយើងធ្លាប់តែជាមនុស្សដែលប្រកែស្ដីឲ្យគេប្រកែចាប់កំហុសគេបាទអញ្ចឹងយើងសាកផ្លាស់ប្ដូរវិញមើលថាយើងគួរតែស្ដីឲ្យចំឬក៏យើងគួរតែប្រើពាក្យណែនាំណាមួយឲ្យបានជាប្រយោជន៍នៅក្នុងការទំនាក់ទំនងបាទហើយយើងបង្កើនប្រសិទ្ធភាពការងារទៀតអញ្ចឹងកន្លែងហ្នឹងគឺយើងអាចធ្វើរឿងនឹងឲ្យវាតិចជាងមុនមកអញ្ចឹងយើងអាចនឹង reflect ឬក៏ឆ្លុះបញ្ចាំងទៅអ្វីដែលយើងបានកាត់បន្ថយឲ្យកាន់តែច្រើនហ្នឹងគឺវានឹងឆ្លុះបញ្ចាំងមកយើងវិញនៅរឿងល្អអញ្ចឹងដូចមានសភៅច្បាប់នៃការស្រូបទាញដែលយើងទាំងអស់គ្នាតែងតែឮណាថាយើងគិតអី
cứ ở vậy thằng nó cứ nâng tập lập mà dương về nhà dương sông ấy dương chưa chạy ấy ca tụ bao dương cứ dương tụ bàn mà vinh chân chúng ta tiệp bày nè đi bốn của bàn lược láng thà nơi bây là nè chặt đàm phơ rương mà chỉ nuôn đài mình toàn bàn phớ cứ dương chặt đàm phơ vì bề năng tay bà chẳng cái này ní vì video dương muốn có dương bàn chạy đầm đầy bóng ôn vẽ con chỉ môi nâng ca chặt đàm này chẳng bóng ôn ai tập lập từ mơ video bọc khẩm sập hơi dương vĩnh dương miền dây và chạy tràn hay dương miền chỉ khẩm xa vì không sập hơi mùi thiết để dương lược làm vì ca chặt đàm phơ rừng nâng chẳng cái này nâng dương chỉ mình nụ đài mà hai chân tụ score thì họ thay dương chỉ nẹt cột cron rồi cái lại càng nhiều muối cứ dương miền bộc lực mà dương tụ score dương chỉ ở bộc mà nè dương miền bong ôn dương miền bọc bồn côn dương miền bộc mà này tụ score chẳng cứ dương thử phơ rương muối na đại dương mình toàn bàn phơ ở lâu thì họ tha ok dương ở đây lượng thực chất bộc lực ấy là lại càng nhiều chẳng dương ai xạ rô rương môi chân nôn na để cọt bằng pin càng nhiều là ồ hay dương lượng thực chất cọt mơ chẳng bao giờ dương ở toàn bàn phơ rương năng tí dương chấp đam lượng thực chất cọt từ ai tha trong năm ní sao ta chỉ pe là ồ nè dương ai vì nằm lại ở cọt ta tamสมรรถพลการងាររបស់គាត់ដែលធ្វើពេញមួយឆ្នាំនឹងល្អហ្នឹងយើងអាចចាប់ផ្ដើមធ្វើវាមើលហ្នឹងហើយបើយើងមិនតន់ធ្វើយើងធ្វើទៅយើងចេះសរសើរបុគ្គលិកចេះសរសើរអ្នកនៅជំនាញខ្លួនយើងនៅបាទបើសិនជាយើងអត់តន់ចាប់ផ្ដើមចេះសរសើរទេយើងគួរតែរៀនសរសើរទៅហើយនៅក្នុងវីដេអូយើងនេះក៏មានការលើកឡើងពីខ្លឹមសភៅពីសភៅហ្នឹងដែរដែលយើងលើកឡើងពីអបសូតមុនគឺធ្វើម៉េចយើងសរសើរហ្នឹងឲ្យវាមានប្រសិទ្ធភាពនិងប្រសិទ្ធផលបាទបើសិនជាយើងអត់ចេះសរសើរទេវាអាចនឹងសរសើរទៅវាខុសរឿងសរសើរទៅវាអត់មានបានផលចំណេញមកវិញអញ្ចឹងទៅអញ្ចឹងការសរសើររបស់យើងគឺយើងត្រូវទៅគ្រប់គោលការណ៍ទាំង4ដែលពីខ្លឹមសភៅបានចែកលេខពីមុនហ្នឹងគឺយើងសរសើរទៅមិនឲ្យបានផលប្រយោជន៍មកយើងអញ្ចឹងចំណុចទី4គឺសាមញ្ញទេអ្នកអាចឈប់ធ្វើរឿងមួយចំនួនតើអ្វីគឺជារឿងដែលអ្នកធ្វើប្រចាំហើយគួរតែឈប់ខ្លះអញ្ចឹងកន្លែងនេះអ្នកនិពន្ធរំលេចថាគ្រប់រឿងទាំងអស់ដែលយើងធ្វើជាប្រចាំថ្ងៃជាមួយនឹងក្រុមការងារជាមួយនឹងបុគ្គលិកជាមួយនឹងអ្នកក្រោមប្រកបវិជ្ជាអ្នកលើប្រកបវិជ្ជាថ្នាក់លើអីក៏ដោយអញ្ចឹងតើយើងរឿងមួយណាដែលយើងគួរតែឈប់ធ្វើឥឡូវឧទាហរណ៍ថាបងប្អូនគឺជាអ្នកដែលចូលចិត្តតវ៉ាគ្រប់រឿងបាទឲ្យតែពេលមេដាក់កិច្ចការងារឲ្យធ្វើគឺចាប់ដាំតវ៉ាបើមិនបានអីគេគឺតវ៉ាមុនសិនបាទរំតែវេកញែកមេវេកញែករឿងខុសត្រូវរឿងហេតុផលរឿងចំណេញខាតអីហ្នឹងយើងតវ៉ាមុនបានបាត់ដែរអញ្ចឹងreflect មកវិញថាតើយើងគួរតែប្រឈប់អត់ហើយនៅពេលដែលយើងតវ៉ាហ្នឹងយើងបានផលប្រយោជន៍អីអត់បាទមិនមែនថាមិនអោយតវ៉ាទេព្រោះអីក្នុងបរិបទការងារក្នុងបរិបទសង្គមនេះយើងគឺត្រូវចេះតវ៉ាដែរបើន័យថាស្ងាត់តែមិនស្ងៀមនៅពេលដែលរឿងណាដែលវាប៉ះពាល់ផលប្រយោជន៍របស់យើងប៉ះពាល់ក្រុមរបស់យើងហើយវាអត់មានហេតុផលណាដែលសមរម្យទេការតវ៉ារបស់យើងហ្នឹងគឺវាជាការបង្ហាញនៅឥទ្ធិពលរបស់យើងហ្នឹងទៅឲ្យអ្នកដែលដាក់ការងារនឹងឲ្យយើងធ្វើទាំងដែលអត់ច្បាស់លាស់តែបើសិនជាគ្រាន់តែជាទម្លាប់របស់យើងទេឲ្យតែឃើញការងារយើងតវ៉ាឲ្យតែឃើញការងារយើងតវ៉ាអញ្ចឹងក៏លេខមកវិញយើងគួរតែបញ្ឈប់ធ្វើការតវ៉ាអត់អញ្ចឹងក៏ពិតទៅវាមានបរិបទសង្គមរបស់យើងបរិបទក្នុងការងារបរិយាកាសក្នុងការងាររបស់យើងគឺមានបែបលក្ខណៈបែបហ្នឹងអញ្ចឹងសរុបមកវិញយើងសួរមើលថាតើយើងគួរតែប្រឈប់រឿងនឹងអត់ហ្នឹងហើយអញ្ចឹងនៅក្នុងសភៅនេះដែរក៏គេលើកពី4ចំណុចហ្នឹងគឺដើម្បីឲ្យ
បងប្អូនទាំងអស់គ្នាឆ្លុះបញ្ចាំងឡើងវិញយើងទៅសង្ខេបម្ដងមួយពីចំណុចទី1រឿងណាដែលយើងត្រូវតែធ្វើឲ្យច្រើនជាងមុនវាមានប្រយោជន៍រឿងណាដែលយើងគួរតែធ្វើឲ្យវាតិចជាងមុនរឿងដែលវាអត់មានផលចំណេញដល់យើងហើយរឿងមួយចំនួនណាដែលយើងមិនទាន់បានធ្វើទេយើងចាប់ផ្ដើមធ្វើវាទៅដើម្បីអភិវឌ្ឍខ្លួនដើម្បីឲ្យការងាររបស់យើងហ្នឹងវាមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ហើយនឹងរឿងមួយណាដែលយើងគួរតែបញ្ឈប់ធ្វើតែម្ដងយើងរករឿងដែលល្អដើម្បីធ្វើដើម្បីអភិវឌ្ឍសមត្ថភាពរបស់យើងដើម្បីបង្កើនទំនាក់ទំនងនៅក្នុងកិច្ចការងាររបស់យើងដើម្បីឲ្យការងាររបស់យើងហ្នឹងគឺវាមានលទ្ធផលល្អទៅថ្ងៃអនាគតអញ្ចឹងតែអញ្ចឹង4ចំណុចនេះសង្ឃឹមថាបងប្អូននឹងយកទៅឆ្លុះបញ្ចាំងខ្លួនឯងហើយយើងនឹងចាប់ផ្ដើមអនុវត្តទៅធ្វើរឿងហ្នឹងទៅបាទអញ្ចឹងពីខ្លឹមសភៅយើងក៏យើងមានត្រឹមតែប៉ុណ្ណេះហើយសង្ឃឹមថាការចែករំលែកខ្លឹមសភៅល្អនេះក៏ចូលរួមចំណែកទៅដល់បងប្អូនដែលជាចៅហ្វាយរបស់គេបងប្អូនដែលជាមេគ្រួសារថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនស្ថាប័នណាមួយគ្រួសារណាមួយក្នុងសង្គមជាតិជាងទាំងមូលនេះយើងនឹងបានវាជាចំណេះដឹងនៅក្នុងការអនុវត្តដើម្បីឲ្យជីវិតរបស់យើងប្រសើរឡើងជាពិសេសជីវិតការងារជីវិតគ្រួសាររបស់យើងឬសហគមន៍ទាំងមូលរបស់យើងបានប្រសើរឡើងដូចគ្នាបាទអញ្ចឹងបើសិនជាចូលចិត្តវីដេអូនេះសូមចែកចាយបន្តជូនដល់បងប្អូនទាំងអស់គ្នាដែលគាត់អត់បានដឹងបាទពីខ្លឹមសភៅយើងសូមអរគុណសូមជម្រាបលា